ទីបំផុតលោក Liam Rosenior ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹប Chelsea ហើយក្លឹប Chelsea បានប្រកាសជាផ្លូវការនៅថ្ងៃទី6 ខែមករាឆ្នាំ2026នេះថាលោក Liam Rosenior នឹងមកដឹកនាំក្រុមបន្ទាប់ពីលោក Enzo Maresca ដែលត្រូវបានបណ្ដេញចេញពីដំណែងកាលពីដើមឆ្នាំថ្មីសម្រាប់កិច្ចសន្យាបុរសវ័យ41ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេលវែងជាមួយក្លឹប Tau Q រហូតដល់ឆ្នាំ2032លោកបានផ្លាស់មកពីក្លឹប Strasbourg កងលីកបារាំង Ligue 1 ដែលជាក្លឹបបងប្អូនរបស់ Chelsea ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Blue Co សម្រាប់ប្រវត្តិសង្ខេបខ្លះរបស់លោក Liam Rosenior ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹប Tau Q Chelsea ដែលលោកមានឈ្មោះពេញ Liam James Rosenior ថ្មីខែឆ្នាំកំណើត9 កក្កដា1984អាយុ41ឆ្នាំទីកន្លែងកំណើតទីក្រុងឡុងប្រទេសអង់គ្លេសគាត់គឺជាកូនប្រុសរបស់លោក Leroy Rosenior ដែលជាអតីតកីឡាករនិងជាគ្រូបង្វឹកបាល់ទាត់ដ៏ល្បីម្នាក់ដែរប្រវត្តិជាកីឡាករពី2002ដល់2018មុនពេលក្លាយជាគ្រូបង្វឹកលោក Liam គឺជាខ្សែការពារស្លាបស្ដាំ right back ដ៏រឹងមាំម្នាក់ដោយបានបង្ហាញខ្លួនជាង400ប្រកួតក្នុងអាជីពក្លឹបដែលធ្លាប់លេង Bristol City Fulham Reading Hull City និង Brighton and Hove Albion សមិទ្ធផលសំខាន់ធ្លាប់ជួយ Hull City ឡើងដល់វគ្គផ្ដាច់ព្រាត់ពានរង្វាន់ FA Cup ក្នុងឆ្នាំ2014ក្រុមជម្រើសជាតិធ្លាប់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម20ឆ្នាំនិង21ឆ្នាំសម្រាប់អាជីពជាគ្រូបង្វឹក2018ដល់បច្ចុប្បន្នលោក Liam ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកវ័យក្មេងដែលមានទស្សនវិជ្ជាបាល់ទាត់បែបធន់ដោយ Derby County ឆ្នាំ2019ដល់2022ចាប់ផ្ដើមជាគ្រូជំនួយឲ្យលោក Wayne Rooney និងធ្លាប់ធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្ន Hull City ឆ្នាំ2022ដល់2024លោកបានដឹកនាំក្រុមឲ្យមានទម្រង់លេងយ៉ាងល្អនឹងលីកទី2អង់គ្លេស Championship និងស្ទើរតែបានឡើងមក Premier League Strasbourg ឆ្នាំ2024ដល់2026លោកបានផ្លាស់ទៅលីកកំពូលបារាំងនិងបានដឹកនាំក្រុម Strasbourg ដែលជាក្លឹបបងប្អូនរបស់ Chelsea ឲ្យមានលទ្ធផលយ៉ាងលេចធ្លោChelsea ឆ្នាំ2026ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៅថ្ងៃទី6 ខែមករាឆ្នាំ2026ជំនួសលោក Enzo Maresca ជាមួយកិច្ចសន្យារយៈពេលវែងរហូតដល់ឆ្នាំ2032ចំណែក style នៃការដឹកនាំលោក Liam ចូលចិត្តឲ្យក្រុមលេងបែបគ្រប់គ្រងបាល់និងប្រើប្រាស់កីឡាករវ័យក្មេងគាត់ត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកដែលពូកែផ្នែកចិត្តសាស្ត្រកីឡានិងមានទំនាក់ទំនងល្អជាមួយ